វាធម្មតាពេកបដ ாய் ទៅណាបើវាធម្មតាពេកការរៀបចំរបៀបអីទាំងអស់ហ្នឹងវាមើលទៅតាមរូបដែលគេបានដាក់មកហ្នឹងវាខ្ញុំមើលទៅវាហាក់ដូចជាធម្មតាបើខ្មែរយើងរៀបយ៉ាងហោចណាស់ក៏មានការរៀបចំតុបតែងអីឲ្យវាមើលទៅវាសំណំសំសួនក្នុងនាមជាប្រទេសមួយដែលទទួលស្វាគមន៍ពីប្រទេសពីភាគីប្រទេសមួយទៀតមកធ្វើការប្រជុំនៅប្រទេសយើងដែរទោះបីជាយើងឆ្លោះគ្នាមួយគេក៏ដោយក៏យើងរៀបចំមកឲ្យវាមើលទៅឲ្យវាថ្លៃថ្នូរវាសមមុខសមមាត់ប៉ុន្តែនេះក្នុងនាមជាប្រទេសអ្នកមានមួយដែររៀបចំមកបាទរូបភាពដែលបានបង្ហាញហ្នឹងគឺថាមានដាក់តុមួយទៅហើយកម្រាលពណ៌ទឹកប៊ិចនឹងមួយមកទឹកសុទ្ធម្នាក់មកដបទៅហើយបន្ទប់ទូចមួយមកបាទសម្បាញ់ដូចបន្ទប់ជួលធម្មតាវាអត់មានឃើញដាក់តុបតែងអីវាសំឡំសំជួនមើលទៅវាស័កសមថាខ្លួនជាប្រទេសអ្នកមានវារៀបចំមើលសមអញ្ចឹងការទូតដែលរៀបចំបែបនេះគឺបង្ហាញពីភាពប្រមាថមើលងាយដល់ភាគីប្រទេសមួយទៀតនៃការចូលរួមអាហ្នឹងបើសិនជាយើងសម្លឹងមើលមែនតើអញ្ចឹងណាហើយជាលទ្ធផលនៃការប្រជុំទៅសម្រាប់បានបែបណាខ្ញុំនឹងមានការបកប្រែកាសែតមួយដាច់តម្លៃទៀតជូនដល់ពុកម៉ែបងប្អូនបាទនិយាយទៅប្រទេសថៃគឺគាត់គឺពួកវានេះជាប្រទេសកំពូលដ្រាម៉ាជាប្រទេសកំពូលលេងល្បិចនៅក្នុងការផ្លាស់ប្ដូរទីតាំងយើងដែលកម្ពុជាយើងស្នើសុំឲ្យមានការផ្លាស់ប្ដូរទីតាំងពីការប្រជុំនៅឯប្រទេសថៃមកប្រទេសម៉ាឡេស៊ីវិញហ្នឹងប្រទេសថៃបានយកសារព័ត៌មាននេះទៅចុះផ្សាយហាក់ដូចជាខ្មែរយើងនឹងទៅសុំលន់តួប្រទេសថៃដើម្បីចុះចាញ់អញ្ចឹងនេះសារព័ត៌មាននៅប្រទេសថៃណាពុកម៉ែបងប្អូនThe Nation Thailand គេចុះផ្សាយថាប្រទេសកម្ពុជាបានធ្វើលិខិតផ្លូវការដើម្បីស្នើសុំប្រទេសថៃបដូរទីតាំងជជែកគ្នាអំពីបទឈប់បាញ់អាចំណងជើងហ្នឹងវាទៅសេមកវាហាក់ដូចជាយើងនឹងទៅលន់តួទៅអង្វរប្រទេសថៃដើម្បីតែអូឈប់វាយគ្នាទៅខ្ញុំសុំវល់អញ្ចឹងណាទាំងតែការពិតបើនិយាយរឿងឲ្យសាមញ្ញថាយើងចង់បានការប្រជុំមួយនៅក្នុងប្រទេសអព្យាក្រឹតពីព្រោះបើកាលណាយើងទៅប្រជុំនៅប្រទេសថៃយើងបារម្ភអំពីសុវត្ថិភាពរបស់គណៈប្រតិភូរបស់យើងពីព្រោះប្រទេសថៃហ្នឹងដោយសម្ដេចតេជោនេះអញ្ចឹងប្រទេសនេះវាចុះហត្ថលេខានឹងដៃវាលុបនឹងជើងអញ្ចឹងយើងវាបារម្ភអំពីសុវត្ថិភាពរបស់គណៈប្រតិភូតាមពិតគឺតែប៉ុណ្្នឹងទេក៏ប៉ុន្តែថៃយកទៅចុះផ្សាយបន្លំមតិប្រជាជនរបស់ខ្លួនថាដូចខ្មែរយើងនឹងទៅសុំលន់តួចុះចាញ់វាអញ្ចឹងវាអញ្ចឹងពុកម៉ែបងប្អូនដូច្នេះហើយបើសិនជាពុកម៉ែបងប្អូនបានឃើញព័ត៌មានទាំងអស់ហ្នឹងសូមកុំទៅខ្វាយខ្វល់វាគ្រាន់តែជាការចុះផ្សាយបែបមិនគេថាប្រជាបឋិតណាបាទបែបប្រជាបឋិតដើម្បីឲ្យមើលទៅមុខមាត់យោធានៅក្នុងចិត្តប្រជាជនថៃគេហ្នឹងមុខមាត់យោធារបស់គេហ្នឹងវារៀងមានតែមដែរបាទទទួលបានការអបអរពីប្រជាជនគេផុតទៅហើយក៏មានប្រជាជនជ្រុលនិយមហ្នឹងគេនៅបន្តបញ្ឆេះភ្លើងសង្គ្រាមហ្នឹងឲ្យកាន់តែឆេះកាន់តែយូរនឹងមួយទៀតហ្នឹងពួកអាសាព័ត៌មានរបស់ប្រទេសថៃទាំងអស់ហ្នឹងគឺសុទ្ធតែជាប្រេងដែលចាក់បន្ថែមលើភ្លើងទេមែនទេទៅសារព័ត៌មានគួរតែដើរតួនាទីក្នុងការផ្ដល់ព័ត៌មានអព្យាក្រឹតយុត្តិធម៌មិនលំអៀងក៏ប៉ុន្តែសារព័ត៌មានប្រទេសថៃនេះគឺចុះផ្សាយអុចអាលបន្ថែមបាទដើម្បីឲ្យភ្លើងសង្គ្រាមរវាងប្រទេសទាំងពីរនេះឆេះគ្មានថ្ងៃរលត់នេះយើងមើលចេតនារបស់វាណាពុកម៉ែបងប្អូនមើលចេតនារបស់វាគឺអញ្ចឹងតែមកការដឹកស្បៀងអាហារជុំទី3គឺត្រៀមចេញដំណើរទៀតហើយដែលសង្ឃឹមនឹងដឹកទៅគៀកជាមួយនឹងសមរភូមិក្តៅតែម្ដងបាទគឺយើងត្រៀមរួចរាល់ហើយក្រុមការងារក៏គាត់ត្រៀមហើយដែរអញ្ចឹងពិតជាអរគុណណាស់ពុកម៉ែបងប្អូនដែលជឿជាក់លើសង្ឃឹមហើយតែងតែបរិច្ចាគថវិការបស់ខ្លួនតាមរយៈ QR Code ដែលសង្ឃឹមបានដាក់ហើយពិតជាអរគុណមែនទែនអញ្ចឹងសម្រាប់កិច្ចការនេះគឺយើងនៅតែបន្តធ្វើទៀតវារៀងគ្រោះថ្នាក់បន្តិចវាហត់វានឿយហើយខ្ញុំក៏ដឹងដែរថាពុកម៉ែបងប្អូនទាំងអស់គ្នាគឺខ្សោះក្នុងខ្លួនខ្លាំងហើយក៏ប៉ុន្តែកងកម្លាំងរបស់យើងគឺនៅតែបន្តយកទ្រូងពាំងគ្រាប់ដើម្បីការពារប្រទេសយើងដូច្នេះហើយយើងក៏ត្រូវតែរួមដៃរួមសាមគ្គីជាមួយគាត់ទោះបីជាហត់នឿយខ្លាំងប៉ុណ្ណាអាចខ្វេះបានប៉ុន្មានគឺនៅតែបន្តជួយគាត់តាមរូបភាពហ្នឹងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ចូលរួមបរិច្ចាគតិចក្តីច្រើនក្តីអាចបរិច្ចាគបានតាមរយៈ QR Code ដែលសង្ឃឹមនឹងដាក់នៅក្នុងវីដេអូនេះផ្ទាល់តែម្ដងអរគុណពុកម៉ែបងប្អូនបាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានជាមួយនឹង Channel សង្គមវិលត្រឡប់មកជួបជាមួយនឹងសង្គមសារជាថ្មីជាមួយនឹងព័ត៌មាន
បន្ថែមទៀតជុំវិញបញ្ហាព្រំដែនរវាងកម្ពុជានិងថៃសូមបញ្ជាក់ថាឥឡូវនេះខ្ញុំសូមហៅថៃវិញហើយជប់ហៅសៀមហើយពីព្រោះឯបរទេសគេអត់យល់ថាចុំសង្ឃឹមនិយាយពីស្អីគេសៀមហ្នឹងមិនប្រទេសកម្ពុជានឹងឆ្លោះគ្នាជាមួយប្រទេសសៀមណាទៀតអញ្ចឹងណាពីព្រោះឈ្មោះផ្លូវការគឺថៃអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំសូមហៅឲ្យត្រូវជាមួយនឹងឈ្មោះហ្នឹងវិញដើម្បីឲ្យអន្តរជាតិដែលគេស្ដាប់នេះភាសាព្រោះឥឡូវហ្នឹងវីដេអូសុទ្ធតែអាចបកប្រែទៅជាភាសាប្រទេសគេបានអញ្ចឹងណាដើម្បីឲ្យគេដឹងថាអូតាមពិតកម្ពុជាគឺឆ្លោះគ្នាជាមួយនឹងមានជាមួយនឹងប្រទេសថៃអញ្ចឹងណាបងប្អូនណាអញ្ចឹងហើយទើបតែខ្ញុំសូមប្រែទៅសូមហៅឲ្យត្រូវវិញបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំបានដកស្រង់ចេញពីកាសែតអន្តរជាតិបាទ CNA ដែលគេបានចុះផ្សាយអំពីបញ្ហាចំនួនព្រំដែនកម្ពុជានិងថៃនេះអញ្ចឹងចង់ដឹងថាសាច់រឿងហ្នឹងគេសរសេរថាយ៉ាងម៉េចខ្លះអញ្ជើញទស្សនាវីដេអូនេះរហូតដល់ចប់ជាមួយនឹងសង្ឃឹមទាំងអស់គ្នាឥឡូវនេះយើងបន្តទៅមើលការចុះផ្សាយរបស់កាសែត CNA ដែលជាលំដាប់កាសែតល្បីប្រចាំពិភពលោកមួយដែរដែលគេដាក់ចំណងជើងថាយោធាថៃនិងកម្ពុជាបើកការចរចាអំពីការបន្តការឈប់បាញ់បាទអញ្ចឹងកិច្ចប្រជុំនេះគឺជាជំហានដ៏សំខាន់បំផុតចាប់តាំងពីការវាយប្រហារគ្នាបានផ្ទុះឡើងសារជាថ្មីហើយវាបានកើតឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដាច់ដោយឡែកពីគ្នាដែលមិនទទួលបានលទ្ធផលដោយម៉ាឡេស៊ីចិននិងសហរដ្ឋអាមេរិកក្នុងការនាំប្រទេសទាំងពីរមកតុចរចាបាងកកមន្ត្រីយោធាមកពីប្រទេសថៃនិងកម្ពុជាបានចាប់ផ្ដើមការចរចានៅថ្ងៃពុធទី24ធ្នូនេះតាមការបញ្ជាក់ពីប្រទេសទាំងពីរប៉ុន្តែថ្ងៃបន្ទាប់ពីប្រទេសជិតខាងទាំងពីរបានព្រមព្រៀងគ្នាពិភាក្សាអំពីការបន្តការជប់បាញ់បន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនយ៉ាងសាហាវរយៈពេល16ថ្ងៃដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់86នាក់បាទអញ្ចឹងយើងឃើញថាមែនទែនទៅគឺកិច្ចចរចារបស់យើងហ្នឹងរឿងហ្នឹងវាចេះទេគេចង់និយាយថាចេះពុកម៉ែបងប្អូនកាលដែលយើងប្រជុំគ្នានៅម៉ាឡេស៊ីថ្ងៃទី22ហ្នឹងណាអញ្ចឹងកិច្ចចរចាដែលមានការខិតខំប្រឹងប្រែងសម្របសម្រួលពីម៉ាឡេស៊ីពីចិនសហរដ្ឋអាមេរិកហ្នឹងគឺអត់ទាន់បានជាលទ្ធផលណាមួយដែលឈានទៅដល់ឈប់បាញ់នោះទេកម្ពុជារបស់យើងគឺដាក់លក្ខខណ្ឌថាសុំឲ្យឈប់បាញ់គ្នានៅក្នុងថ្ងៃទីម៉ោង12យប់បាទថ្ងៃទី22ឈានចូល23ហ្នឹងប៉ុន្តែខាងប្រទេសថៃឯនោះវិញគឺគេនិយាយថាចង់ឲ្យយើងសរសេរលិខិតផ្លូវការមួយទៅកាន់ប្រទេសគេដោយទទួលស្គាល់ថាកម្ពុជានេះសុំគេចរចាដើម្បីបញ្ឈប់បទជប់បាញ់ហើយទទួលស្គាល់ថាប្រទេសកម្ពុជាគឺជាប្រទេសដែលឈ្លានពានប្រទេសថៃអានេះជាអ្វីដែលគេចង់បានទាំងដែលការពិតដូចយើងឃើញហើយថាយើងនេះគឺជាអ្នកជនរងគ្រោះដែលត្រូវបានថៃរំលោភបំពានយ៉ាងធ្ងន់ធ្ងរណាខណៈពេលដែលខ្ញុំកំពុងថតវីដេអូនៅក្នុងថ្ងៃទី24ព្រឹកថ្ងៃទី24នេះប្រទេសថៃនេះប្រើប្រាស់យន្តហោះម៉ាកស្អីទេផ្លេចបាត់ហើយដូចជា MT10 អញ្ចឹងណាបាទទម្លាក់គ្រាប់បែកនៅក្នុងខេត្តរបស់សង្ឃឹមណាបាទបាត់ដំបងណាចម្ងាយតែប្រហែលគីឡូពីផ្ទះសង្ឃឹមទេបាទនៅខាងបាឡង់ហ្នឹងពុកម៉ែបងមើលសួរថាតើចម្ងាយពីកន្លែងនៅថៃទម្លាក់គ្រាប់បែកទៅកាន់ព្រំដែនណាពុកម៉ែបងជិត100គីឡូ100គីឡូផងបាទឆ្ងាយណាស់អញ្ចឹងសួរថាតើបែបហ្នឹងជាការការពារខ្លួននឹងការពារដែនអធិបតេយ្យភាពរបស់ថៃពិតណាស់គឺមិនមែននោះទេមកដល់ពេលនេះគឺប្រទេសថៃបានវិវត្តបញ្ហាចំនួនព្រំដែនคล้ายទៅស្ទើរតែคล้ายទៅជាសង្គ្រាមប្រទេសនឹងប្រទេសហើយវាកូនកាត់ហើយរាល់ថ្ងៃហ្នឹងណាវាកូនកាត់ហើយបាទពីព្រោះដល់ថ្នាក់ទម្លាក់គ្រាប់បែកចូលមកដល់ជ្រៅខ្លាំងមែនទែនរាប់រយគីឡូដីបែបនេះហើយមិនមែនជាការចំនួនព្រំដែនក៏មិនមែនជាចំនួនការពារខ្លួនអីទៀតនោះទេនេះគឺជាចំនួននៃការឈ្លានពានទឹកដីពីសំណាក់ប្រទេសធំមកកាន់ប្រទេសតូចពីសំណាក់ប្រទេសដែលមានកងទ័ពខ្លាំងជាងមកកាន់ប្រទេសដែលមានកងទ័ពខ្សោយជាងនេះគឺជារឿងពិតហើយបើសួរថាចុះបើយកផែនទីខ្នាត1 លើ 50,000 របស់ថៃមកវាស់ដល់នឹងអត់គឺអត់ទេគឺផែនទីខ្នាត1 លើ 50,000 no យ៉ាងច្រើនណាស់ចូលមកក្នុងដីខ្មែរ 2-3 គីឡូប៉ុន្តែនេះអត់ទេយន្តហោះរបស់ថៃគឺហោះជ្រែកមេឃហែកអាកាសបង្កសំឡេងយ៉ាងកងរំពងធ្វើឲ្យផ្អើលអស់សិស្សសាលាផ្អើលអស់ប្រជាជនកម្ពុជាក្នុងខេត្តបាត់ដំបងដោយសារតែសំឡេងគ្រាប់បែករបស់ពួកវាអញ្ចឹងនេះគឺជាសង្គ្រាមឈ្លានពានបាទ
យើងបន្តទៀតពុកម៉ែបងប្អូនបាទđơnកាសែត CNA ក៏បានសរសេរថាការចរចានេះធ្វើឡើង2ថ្ងៃបន្ទាប់ពីកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួររបស់រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ដែលត្រូវបានកោះប្រជុំដើម្បីព្យាយាមស្រោចស្រង់បទជបាញ់ដែលសម្របសម្រួលដំបូងដោយម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិកគឺលោកដូណាល់ត្រាំបន្ទាប់ពីការប៉ះទង្គិចគ្នាជុំមុនកាលពីខែកក្កដាអ្នកនាំពាក្យក្រសួងការពារជាតិថៃអគ្គនាវាទោស៊ូរ៉ាសានគង់សេរីបាននិយាយថាកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃពុធនឹងមានរយៈពេល3ថ្ងៃហើយអាចនឹងឈានទៅរកកិច្ចព្រមព្រៀងមួយការចរចានេះត្រូវបានធ្វើឡើងនៅច្រកព្រំដែនឆ្ពោះទៅភាគខាងត្បូងនៃព្រំដែនប្រវែង817គីឡូម៉ែត្ររបស់ប្រទេសទាំងពីរលោកស៊ូរ៉ាសានបានប្រាប់អ្នកសារព័ត៌មានថាប្រសិនបើកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋានប្រព្រឹត្តទៅដោយរលូននឹងឈានទៅដល់កិច្ចព្រមព្រៀងនោះនឹងមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅថ្ងៃទី27ខែធ្នូអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីម៉ាលីសុជាតាបាននិយាយថាការចរចាបានចាប់ផ្ដើមនៅម៉ោង 4:30 នាទីរសៀលម៉ោងក្នុងស្រុកដោយដឹកនាំដោយឧត្តមសេនីយ៍មកពីភាគីទាំងពីរអញ្ចឹងយើងឃើញថាចេះពុកម៉ែបងប្អូនទី1ពុកម៉ែបងប្អូនមានចាប់អារម្មណ៍ម៉ោងនៃការប្រជុំអត់ម៉ោង 4 កន្លះល្ងាចកិច្ចប្រជុំបាទកិច្ចប្រជុំ GBC ថ្ងៃទី24នៅម៉ោង 4 កន្លះល្ងាចសួរតើប្រជុំគ្នាបានប្រហែលនាទីបាទប្រជុំគ្នាបានប្រហែលនាទីថ្ងៃទី24ហ្នឹងយប់បាត់ទៅហើយហ្នឹងហើយកិច្ចប្រជុំដល់ម៉ោងប្រហែលអញ្ចឹងអានេះគ្រាន់តែយើងឃើញរបៀបវិរៈដែលប្រទេសថៃគេដាក់មកដើម្បីប្រជុំហ្នឹងវាបង្ហាញពីភាពមួយមិនស្មោះត្រង់និងមិនប្រក្រតីមួយបាត់ទៅហើយណាពុកម៉ែបងប្អូនហើយបើសិនជាយើងទៅមើលនៅក្នុងរូបភាពនៃកិច្ចប្រជុំវិញណាយើងឃើញថារូបភាពនៃកិច្ចប្រជុំហ្នឹងគឺដូចជាលក្ខណៈថាវាធម្មតាពេកបដ ாய் ទៅណាបើវាធម្មតាពេកការរៀបចំរបៀបអីទាំងអស់ហ្នឹងវាមើលទៅតាមរូបដែលគេបានដាក់មកហ្នឹងវាខ្ញុំមើលទៅវាហាក់ដូចជាធម្មតាបើខ្មែរយើងរៀបយ៉ាងហោចណាស់ក៏មានការរៀបចំតុបតែងអីឲ្យវាមើលទៅវាសំណំសំសួនក្នុងនាមជាប្រទេសមួយដែលទទួលស្វាគមន៍ពីប្រទេសពីភាគីប្រទេសមួយទៀតមកធ្វើការប្រជុំនៅប្រទេសយើងដែរទោះបីជាយើងឆ្លោះគ្នាមួយគេក៏ដោយក៏យើងរៀបចំមកឲ្យវាមើលទៅឲ្យវាថ្លៃថ្នូរវាសមមុខសមមាត់ប៉ុន្តែនេះក្នុងនាមជាប្រទេសអ្នកមានមួយដែររៀបចំមកបាទរូបភាពដែលបានបង្ហាញហ្នឹងគឺថាមានដាក់តុមួយទៅហើយកំរាលពណ៌ទឹកប៊ិចនឹងមួយមកទឹកសុទ្ធម្នាក់មកដបទៅហើយបន្ទប់ទូចមួយមកបាទសម្បាញ់ដូចបន្ទប់ជួលធម្មតាវាអត់មានឃើញដាក់តុបតែងអីឲ្យសំឡំសំជួនមើលទៅឲ្យសាកសមថាខ្លួនជាប្រទេសអ្នកមានវារៀបចំឲ្យសមអញ្ចឹងការទូតដែលរៀបចំបែបនេះគឺបង្ហាញពីភាពប្រមាថមើលងាយដល់ភាគីប្រទេសមួយទៀតនៃការចូលរួមអាហ្នឹងបើសិនជាយើងសម្លឹងមើលមែនតើអញ្ចឹងណាហើយជាលទ្ធផលនៃការប្រជុំទៅសម្រាប់បានបែបណាខ្ញុំនឹងមានការបកប្រែកាសែតមួយដាច់តម្លៃទៀតជូនដល់ពុកម៉ែបងប្អូនបាទតោះយើងបន្តទៀតកិច្ចប្រជុំនេះគឺជាជំហានដ៏សំខាន់បំផុតចាប់តាំងពីការវាយប្រយុទ្ធគ្នាបានប្រយុទ្ធឡើងជាថ្មីហើយកើតមានឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដាច់ដោយឡែកពីគ្នាដែលបានទទួលបានជោគជ័យដោយម៉ាឡេស៊ីដែលមិនទទួលបានជោគជ័យដោយម៉ាឡេស៊ីចិននិងសហរដ្ឋអាមេរិកក្នុងការនាំប្រទេសទាំងពីរមកកាន់តុចរចាការវាយប្រយុទ្ធគ្នានៅតែបន្តកម្ពុជានិងថៃបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការឈ្លានពាននិងការរំលោភលើបទឈប់បាញ់ដែលបានពង្រឹងដែលសម្រេចបានកាលពីខែតុលានៅក្នុងប្រទេសម៉ាឡេស៊ីចំពោះមុខលោកដូណាល់ត្រាំដែលក្នុងអំឡុងពេលនោះប្រទេសទាំងពីរបានបដិញ្ញាបោះសម្អាតមីននិងដកកងទ័ពក៏ដូចជាអាវុធធុនធ្ងន់ចេញពីតំបន់ដែលមានចំនួនអធិបតេយ្យភាពយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ
នៅមុខការចរចានៅថ្ងៃពុធប្រទេសថៃនិងកម្ពុជាមានបានប៉ះទង្គិចគ្នាសំទោសនៅមុនការចរចាកាលពីថ្ងៃពុធប្រទេសថៃនិងកម្ពុជាបានបន្តប៉ះទង្គិចគ្នាដោយភាគីទាំងពីរបានវាយប្រយុទ្ធគ្នានៅចំណុចជាច្រើនចាប់តាំងពីដើមខែធ្នូចាប់ពីតំបន់ព្រៃភ្នំក្បែរប្រទេសឡាវរហូតដល់ខេត្តជាប់សមុទ្រនៃឈូងសមុទ្រប្រទេសថៃយោងតាមអាជ្ញាធរជាតិបានឲ្យដឹងថាជនស៊ីវិលយ៉ាងហោចណាស់21នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការវាយប្រយុទ្ធគ្នាបានចាប់ផ្ដើមហើយមនុស្សជាងកន្លះលាននាក់ត្រូវផ្លាស់ទីលំនៅក្នុងប្រទេសថៃមនុស្សយ៉ាងហោចណាស់65នាក់បានបាត់បង់ជីវិតក្នុងនោះមនុស្សជាង150,000នាក់ត្រូវ150,000នាក់បាទត្រូវ150,000នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃពុធបានចោទប្រកាន់ថៃថាបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកក្នុងខេត្តបន្ទាយមានជ័យដោយពណ៌នាសកម្មភាពនេះថាជាការឃោឃៅនិងមិនរើសមុខចំណែកឯភាគីថៃវិញបាននិយាយថាប្រទេសជិតខាងរបស់ខ្លួនបានបន្តបាញ់អាវុធធុនធ្ងន់ចូលទៅក្នុងតំបន់ស៊ីវិលក្នុងខេត្តស្រះកែវកាលពីថ្ងៃពុធដែលជំរុញឲ្យកងទ័ពថៃវាយបកវិញណែអញ្ចឹងអានេះគឺជាការលើកឡើងពីកាសែត CNA ណាពុកម៉ែបងប្អូនណាបាទដែលបានចុះផ្សាយជុំវិញការប្រជុំគ្នាហើយព្រោះយើងប្រជុំគ្នានៅម៉ាឡេស៊ីកាលពីថ្ងៃ22ហ្នឹងគឺអត់បានសម្រេចជាលទ្ធផលអីដុំកំភួនទេហើយដល់ទៅពេលអញ្ចឹងទៅយើងក៏មានការប្រជុំមួយទៀតនៅថ្ងៃទី24ដែលលទ្ធផលប្រជុំអញ្ចឹងគឺថាជុំទី1ហ្នឹងដូចប្រជុំបានតែមួយផ្លែទេហ្នឹងហើយព័ត៌មានហ្នឹងខ្ញុំបកប្រែផុសកាលពីព្រឹកមិញហើយជូនពុកម៉ែបងប្អូនអញ្ចឹងណាអញ្ចឹងប្រជុំបានតែមួយផ្លែតហ្នឹងគឺថាក៏ចប់សេចក្តីទៅក៏បន្តប្រជុំទៅថ្ងៃបន្ទាប់ទៀតអញ្ចឹងយើងឃើញថារឿងរ៉ាវហ្នឹងគឺនៅអូសបន្លាយយូរមែនទែនចំណុចអ្នកណាចង់ចប់នោះគឺថាចំនួនមួយនេះបើទោះបីជាចង់ចប់កម្ពុជាចង់ចប់បើសៀមគេមិនចង់ចប់ទេគឺមិនចប់ដាច់ខាតពីព្រោះអីដូចយើងឃើញអញ្ចឹងមិនយើងទៅអ្នកបង្កសង្គ្រាមជាមួយគេណាគឺគេជាអ្នកបង្កសង្គ្រាមជាមួយយើងគេជាអ្នកឈ្លានពានយើងអញ្ចឹងយើងបានត្រឹមតែមកការពារខ្លួនលក្ខណៈយើងឃុំខ្លួនទេឲ្យបាទមកការពារខ្លួនទេបាទអញ្ចឹងបើសិនជាទោះបីជាយើងចង់ឈប់វាយបើមកខាងទៀតអត់ឈប់នឹងធ្វើម៉េចហើយយើងឃើញព័ត៌មានក្នុងស្រុករបស់ថៃគេប្រកាសហើយគេចាក់លុយថែម$160,000ទៀត$160 លានចូលទៅក្នុងវិស័យយោធាដើម្បីចិញ្ចឹមសង្គ្រាមមួយនេះអញ្ចឹងសង្គ្រាមមួយហ្នឹងយើងមិនដឹងជាថ្ងៃណាចប់ទេហើយយើងត្រៀមចិត្តនិងត្រៀមការតស៊ូឲ្យហើយនិយាយនេះមិនមែនបំផិតបំភ័យទេណាប៉ុន្តែយើងត្រូវតែត្រៀមហើយយើងជាក់ស្ដែងយើងមើលទៅសង្គ្រាមកាលពីឆ្នាំ2008រហូតដល់2011ទើបចប់រាប់សិបឆ្នាំពុកម៉ែបងប្អូនរាប់សិបឆ្នាំហ្នឹងហើយអញ្ចឹងតស៊ូទាំងអស់គ្នាពុកម៉ែបងប្អូនបាទតោះឥឡូវខ្ញុំចូលទៅសារព័ត៌មានមួយទៀតដែលខ្ញុំដកស្រង់ចេញពី CNA ដូចគ្នាដែល CNA គេបានចុះផ្សាយចំណងជើងពាក់ព័ន្ធជាមួយនឹងការប្រជុំនឹងដូចគ្នាការប្រជុំថ្ងៃទី24នឹងដូចគ្នាដោយគេដាក់ចំណងជើងថាចេះកិច្ចប្រជុំព្រំដែនកម្ពុជាថៃស្ថិតនៅក្នុងមន្ទិលដោយសារចំនួនទីតាំងប្រជុំអញ្ចឹងណាជាសង្ខេបសិនមែនទេកម្ពុជាយើងចង់ឲ្យមានការប្រជុំនៅក្នុងប្រទេសម៉ាឡេស៊ីក៏ប៉ុន្តែថៃគេអត់យល់ព្រមគេចង់ឲ្យប្រជុំនៅក្នុងប្រទេសគេវិញវាអញ្ចឹងណាបាទតោះទៅមុខទៀតកម្ពុជាបានស្នើសុំរៀបចំការចរចានៅទីក្រុងកូឡាឡាំពួរប៉ុន្តែថៃបាននិយាយថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទ្វេភាគីនឹងបន្តធ្វើឡើងក្នុងខេត្តច័ន្ទបុរីប្រទេសថៃតាមការគ្រោងទុកបាងកកប្រទេសថៃកាលពីថ្ងៃអង្គារទី23ខែធ្នូបានបដិសេធសំណើរបស់កម្ពុជាក្នុងការរៀបចំការចរចាទ្វេភាគីក្នុងប្រទេសអភិក្រិតដែលធ្វើឲ្យកិច្ចប្រជុំដែលបានគ្រោងទុកដើម្បីចរចាបញ្ចប់ការប៉ះទង្គិចតាមព្រំដែនស្ថិតនៅក្នុងមន្ទិលសង្ស័យចំនួនព្រំដែននរ៉ាំរ៉ៃរបស់ប្រទេសទាំងពីរបានផ្ទុះឡើងជាថ្មីក្នុងខែនេះដោយបានបំផ្លាញបទឈប់បាញ់ពីមុនសម្រាប់មនុស្សជាង40នាក់និងធ្វើឲ្យមនុស្សជាងប្រមាណចេះ900,000នាក់បាទឬក៏90,000នាក់
នៅសងខាងព្រំដែនត្រូវបានផ្លាស់ទីលំនៅនេះបើតាមការបញ្ជាក់ពីមន្ត្រីបាទអញ្ចឹងនៅក្នុងការបដូរទីតាំងនឹងផងដែរនិយាយទៅប្រទេសថៃគឺគាត់គឺពួកវានេះជាប្រទេសកំពូលដ្រាម៉ាជាប្រទេសកំពូលលេងល្បិចនៅក្នុងការផ្លាស់ប្ដូរទីតាំងយើងដែលកម្ពុជាយើងស្នើសុំឲ្យមានការផ្លាស់ប្ដូរទីតាំងពីការប្រជុំនៅឯប្រទេសថៃមកប្រទេសម៉ាឡេស៊ីវិញហ្នឹងប្រទេសថៃបានយកសារព័ត៌មាននេះទៅចុះផ្សាយហាក់ដូចជាខ្មែរយើងនឹងទៅសុំលន់តួប្រទេសថៃដើម្បីចុះចាញ់អញ្ចឹងនេះសារព័ត៌មាននៅប្រទេសថៃណាពុកម៉ែបងប្អូនThe Nation Thailand គេចុះផ្សាយថាប្រទេសកម្ពុជាបានធ្វើលិខិតផ្លូវការដើម្បីស្នើសុំប្រទេសថៃបដូរទីតាំងជជែកគ្នាអំពីបទឈប់បាញ់អាចំណងជើងហ្នឹងវាទៅសេមកវាហាក់ដូចជាយើងនឹងទៅលន់តួទៅអង្វរប្រទេសថៃដើម្បីតែអូឈប់វាយគ្នាទៅខ្ញុំសុំវអញ្ចឹងណាទាំងតែការពិតបើនិយាយរឿងឲ្យសាមញ្ញថាយើងចង់បានការប្រជុំមួយនៅក្នុងប្រទេសអព្យាក្រឹតពីព្រោះបើកាលណាយើងទៅប្រជុំនៅប្រទេសថៃយើងបារម្ភអំពីសុវត្ថិភាពរបស់គណៈប្រតិភូរបស់យើងពីព្រោះប្រទេសថៃហ្នឹងដោយសម្ដេចតេជោនេះអញ្ចឹងអាប្រទេសនេះវាចុះហត្ថលេខានឹងដៃវាលុបនឹងជើងអញ្ចឹងយើងវាបារម្ភអំពីសុវត្ថិភាពរបស់គណៈប្រតិភូតាមពិតគឺតែប៉ុណ្្នឹងទេក៏ប៉ុន្តែថៃយកទៅចុះផ្សាយបន្លំមតិប្រជាជនរបស់ខ្លួនថាដូចខ្មែរយើងនឹងទៅសុំលន់តួចុះចាញ់វាអញ្ចឹងវាអញ្ចឹងណាពុកម៉ែបងប្អូនដូច្នេះហើយបើសិនជាពុកម៉ែបងប្អូនបានឃើញអាព័ត៌មានទាំងអស់ហ្នឹងសូមកុំទៅខ្វាយខ្វល់វាគ្រាន់តែជាការចុះផ្សាយបែបមិនគេថាប្រជាបឋិតណាបាទបែបប្រជាបឋិតដើម្បីឲ្យមើលទៅមុខមាត់យោធានៅក្នុងចិត្តប្រជាជនថៃគេហ្នឹងមុខមាត់យោធារបស់គេហ្នឹងវារៀងមានតែមដែរបាទទទួលបានការអបអរពីប្រជាជនគេផុតទៅហើយក៏មានប្រជាជនជ្រុលនិយមហ្នឹងគេនៅបន្តបញ្ឆេះភ្លើងសង្គ្រាមហ្នឹងឲ្យកាន់តែឆេះកាន់តែយូរនិងមួយទៀតហ្នឹងពួកអាសាព័ត៌មានរបស់ប្រទេសថៃទាំងអស់ហ្នឹងគឺសុទ្ធតែជាប្រេងដែលចាក់បន្ថែមលើភ្លើងទេមែនទេសារព័ត៌មានគួរតែដើរតួនាទីក្នុងការផ្ដល់ព័ត៌មានអព្យាក្រឹតយុត្តិធម៌មិនលំអៀងក៏ប៉ុន្តែសារព័ត៌មានប្រទេសថៃនេះគឺចុះផ្សាយអុចអាលបន្ថែមបាទដើម្បីឲ្យភ្លើងសង្គ្រាមរវាងប្រទេសទាំងពីរនេះឆេះគ្មានថ្ងៃរលត់អានេះយើងមើលចេតនារបស់វាណាពុកម៉ែបងប្អូនមើលចេតនារបស់វាគឺអញ្ចឹងតែមកហើយបើសិនជាយើងនិយាយក្នុងតាមដីក្តៅចិត្តស្វែងរកទីតាំងឲ្យឃើញអាBM61មកកច្រែងទៅគ្រប់ទីតាំងភឹងអស់បដ ாய் ខ្លាំងណាស់តោះបន្តទៅមុខទៀតពុកម៉ែបងប្អូន CNA ក៏បានសរសេរបន្តទៀតថាប្រទេសជិតខាងដែលកំពុងតែប៉ះទង្គិចគ្នាបានយល់ព្រមចរចាលក្ខខណ្ឌឈប់បាញ់ក្នុងសប្តាហ៍នេះប៉ុន្តែកម្ពុជាបានស្នើសុំឲ្យថៃរៀបចំការចរចានៅទីតាំងអព្យាក្រឹតគឺរដ្ឋធានីប្រទេសម៉ាឡេស៊ីទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិថៃបាននិយាយកាលពីថ្ងៃច័ន្ទថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទ្វេភាគីនឹងបន្តធ្វើឡើងនៅក្នុងខេត្តច័ន្ទបុរីប្រទេសថៃចាប់ពីថ្ងៃពុធតាមការគ្រោងទុកអ្នកនាំពាក្យក្រសួងការពារជាតិថៃលោកស៊ូរ៉ាហ្សានគង់សេរីបានប្រាប់សារព័ត៌មានថាយើងធានាថាខេត្តច័ន្ទបុរីមានសុវត្ថិភាពខេត្តនេះគឺជាផែនការដើមសម្រាប់ធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំ GBC តាំងពីមុនពេលការវាយប្រយុទ្ធគ្នាបានចាប់ផ្ដើមទៅទៀតលោកបានបន្ថែមថាការដែលកិច្ចប្រជុំកើតឡើងឬមិនកើតឡើងគឺអាស្រ័យទៅលើកម្ពុជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រាប់ AFP ថាលោកមិនទាន់ទទួលបានព័ត៌មានថ្មីអំពីទីតាំងកិច្ចប្រជុំនៅឡើយទេជម្លោះនេះបានកើតឡើងពីជម្លោះទឹកដីជុំវិញការខណ្ឌសីមាព្រំដែនប្រវែង800គីឡូម៉ែត្រតាំងពីសម័យអាណានិគមនិងប្រាសាទបុរាណមួយចំនួនដែលស្ថិតនៅតាមព្រំដែនភាគីនីមួយៗបានបន្ទោសគ្នាទៅវិញទៅមកថាជាអ្នកបង្ករឿងឲ្យមានការវាយប្រយុទ្ធគ្នាជាថ្មីចាប់តាំងពីថ្ងៃទី7ខែធ្នូនិងបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការវាយប្រហារលើជនស៊ីវិលបន្ទាប់ពីការប៉ះទង្គិចគ្នាអស់រយៈពេល5ថ្ងៃកាលពីខែកក្កដាបានសម្លាប់មនុស្សរាប់សិបនាក់សហរដ្ឋអាមេរិកចិននិងម៉ាឡេស៊ីបានសម្របសម្រួលបទឈប់បាញ់ដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នា
ជំនួសបន្ទាប់ពីបទឈប់បាញ់នោះមានអាយុកាលខ្លីណាស់បាទតចប់ទេប៉ុន្តែសំខាន់តិចសិនយើងមែនទៅពិភពលោករាល់ថ្ងៃនេះគឺត្រូវបានគ្រប់គ្រងទៅដោយអំណាចមិនមែនច្បាប់ណាពុកម៉ែបងប្អូនជាក់ស្ដែងគឺអញ្ចឹងប៉ុន្តែពិភពលោកគឺត្រូវបានគ្រប់គ្រងដោយអំណាចមិនមែនច្បាប់ទៀតនោះទេពីដើមឡើយយើងមានអង្គការសហប្រជាជាតិដែលគាត់មានអំណាចខ្លាំងគាត់មានយោធាផ្ទាល់ខ្លួនដើម្បីអាចដាក់សម្ពាធឬក៏មានអំណាចសង្កត់ទៅលើប្រទេសណាមួយដែលត្រូវបានរកឃើញថាជាអ្នកបង្ករឿងក៏ប៉ុន្តែពេលនេះអង្គការសហប្រជាជាតិคล้ายទៅជាខ្លាក្រដាស់ដែលលែងមានអំណាចអីទាំងអស់ចាប់តាំងពីរដ្ឋបាលលោក Donald Trump ឡើងមកកាន់អំណាចគាត់បានដកហិរញ្ញប្បទានទៅកាន់អង្គការសហប្រជាជាតិធ្វើឲ្យអង្គការសហប្រជាជាតិឈរលែងត្រង់បាទលែងមានជំហរនៅលើពិភពលោកនិងមិនអាចคล้ายទៅជាទីពឹងនៃពិភពលោកទៀតនៃប្រទេសទៀតបានអញ្ចឹងទៅនៅពេលដែលមានបញ្ហាចំនួនអីផ្សេងបែបនេះប្រទេសដែលមានអំណាចយោធាខ្លាំងជាងដែលមានអំណាចសេដ្ឋកិច្ចខ្លាំងជាងតែងតែសង្គ្រប់ឬគ្របដណ្ដប់ទៅលើប្រទេសដែលតូចជាងហើយនៅក្នុងលក្ខខណ្ឌបែបនេះករណីនៃប្រទេសថៃដែលបានធ្វើមកលើប្រទេសកម្ពុជាវាគឺជារូបភាពជាក់ស្ដែងកម្ពុជាព្យាយាមស្រែកទៅកាន់ពិភពលោកហើយពិភពលោកក៏បានមើលឃើញថាប្រទេសថៃពិតជាបានឈ្លានពានប្រទេសកម្ពុជាក្នុងរូបភាពដែលថៃកំពុងធ្វើបច្ចុប្បន្នប្រើប្រាស់យន្តហោះ F-16 ផលិតនៅប្រទេសអាមេរិកដើម្បីទម្លាក់គ្រាប់បែកយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជាប្រើប្រាស់យន្តហោះ Gripen របស់ស៊ុយអែតដើម្បីគ្រប់គ្រងការវាយប្រហារតាមផ្លូវអាកាសចូលមកទីតាំងជ្រៅនៅក្នុងប្រទេសកម្ពុជាប្រើប្រាស់នាវាចម្បាំងបាញ់ចូលទៅក្នុងដែនដីកម្ពុជារាប់សិបគ្រាប់ដែលមានប្រជាជនស៊ីវិលរស់នៅពេញទីនោះក្នុងខេត្តកោះកុងសុទ្ធសឹងតែជារឿងមួយដែលរំលោភទៅលើច្បាប់អន្តរជាតិរំលោភទៅលើសិទ្ធិមនុស្សក៏ប៉ុន្តែសួរថាតើមានអង្គការសិទ្ធិមនុស្សអង្គការអន្តរជាតិណាមួយហ៊ានចេញមុខថ្កោលទោសប្រទេសថៃថ្កោលទោសនៅទង្វើរបស់ប្រទេសថៃទេអត់មានទេពីព្រោះពិភពលោកនេះឥឡូវគឺគ្រប់គ្រងទៅដោយអំណាចមិនមែនទៅដោយច្បាប់នោះទេអញ្ចឹងហើយបានថាប្រជាជនខ្មែរភ្ញាក់ខ្លួនឡើងខិតខំប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់ខ្លួនអ្វីដែលយើងធ្វើបាននៅពេលនេះគឺសាមគ្គីភាពគ្នាសាមគ្គីគឺជាកម្លាំងមួយដ៏រឹងមាំអ្នកនៅជួរមុខជឿជាក់លើជួរក្រោយអ្នកជួរក្រោយជួយគ្រប់គ្រងអ្នកជួរមុខហើយយើងទោះបីជាលំបាកយ៉ាងណាក៏ដោយគឺយើងនៅតែកាន់ក្រសោបអោបគ្នាសាមគ្គីគ្នាកុំលែកដៃគ្នាឲ្យសោះកុំគ្រាន់តែរឿងតូចតាចធ្លាក់ទឹកចិត្តបាក់ទឹកចិត្តឈប់លែងគ្រប់គ្រងគ្នាឲ្យសោះកុំឲ្យសោះកន្លែងនេះគឺខ្ញុំបារម្ភតែប៉ុណ្្នឹងឯងហើយសម្រាប់អ្នកមានឥទ្ធិពលគេហៅថា influencer ខ្ញុំសូមអរគុណហើយខ្ញុំសូមសរសើរណាស់នៅការប្រើប្រាស់សម្លេងរបស់អ្នកទាំងអស់គ្នារបស់បងប្អូនទាំងអស់គ្នាដើម្បីរៃរង្គៀសថវិកាជួយជនភៀសសឹកជួយកងទ័ពខ្ញុំសូមសរសើរមែនប៉ុន្តែសូមកុំឲ្យសម្លេងរំខាន1ឬ2របស់ជនខ្លះនោះជនគេហៅថាជនអកតេខ្លះនោះធ្វើឲ្យអ្នកទាំងអស់គ្នាបាក់ទឹកចិត្តលែងចង់ជួយលែងសាមគ្គីហើយបែរទៅជាទម្លាក់ដៃចោលឈប់ជួយរៃរង្គៀសឬក៏ជួយកងកម្លាំងអាហ្នឹងគឺជាអ្វីដែលប្រទេសថៃគេចង់ឃើញបំផុតអញ្ចឹងធម្មតានៅពេលដែលយើងធ្វើការងារលើរូបភាពទាំងអស់នេះសូម្បីតែសង្ឃឹមនេះរៃលុយតិចតួចផងក៏មានអ្នកសួរអ្នកនាំដូចតែគ្នាហ្នឹងគាត់ថាសួរតិចជាងអ្នកទាំងអស់គ្នាតែខ្ញុំមិនបានយកភ្នែកទៅមើលលើរឿងទាំងអស់ហ្នឹងទេហើយបើសិនជាពុកម៉ែបងប្អូនដែលជាអ្នកបរិច្ចាគនឹងជឿជាក់ពិតលើសង្ឃឹមហ្នឹងអត់បានខ្វល់ថាសង្ឃឹមយកលុយហ្នឹងទៅចាយខ្លួនឯងឬក៏កងទ័ពផងពីព្រោះគាត់ជឿជាក់លើយើងថាយើងជាមនុស្សបែបណាហើយសង្ឃឹមក៏មិនមែនហ៊ានទៅយកលុយរបស់ពុកម៉ែបងប្អូនទាំងអស់ទៅចាយផ្ទាល់ខ្លួនអាហ្នឹងបាបធ្ងន់ណាស់ពុកម៉ែដឹងហើយថាខ្ញុំពីមុនមកហ្នឹងតាមថតបាទធរអាដែរច្រើនណាស់អញ្ចឹងអារឿងបុណ្យបាបនេះគឺថាគោរពមិនហ៊ានប្រមាថនោះទេអញ្ចឹងទឹកប្រាក់ដែលពុកម៉ែបងផ្ញើមកកាក់មកសេហ្នឹងគឺថាព្យាយាមចំណាយឲ្យចំគោលដៅណាស់
chứ mà phục mai bằng này bỏ chạm nó cứ ắt khoan xua vào đó nhé bà ắt miền ban từ xua ta ô mà ta hơi lôi những đo na chấm nai lưỡi cái class sông mơ được bài ca thế nhé bà hay là bài ca là thua mà tranh tờ ngáo dương vô lôi từ tinh tây nhiệt vì nè phun từ prap ở nè phun thưa từ nhiệt từ thưa ốc bỏ ở học từ thưa bỏ bộ quạt thường miên là đây nè vì cây cho bạn mau pin nè hay bộ quạt thường miên công từ kia mau pin nè nhận đồng phùng mà mình dương từ đọ lôi trên mà giờ từ rọt ở cốt nó mình chăng bà vừa bây giờ chăng ở lôi chẳng có năng lệ châu từ không giả cung nó đại bộ quạtของพงแต่หลงbạn và tham gia năng chân dương trong pra lôi đừng ở năng thì chui giả cung mình phò dương kết tham mà pon pi pon $năngสำหรับdương về là mố mình tayสำหรับเนี่ยผมมาปอนปีปอน$về sao buôn liên bầm bậy liên riêng lá cho ra nát สำหรับประกวดเนี่ยผมได้ខ្ញុំទៅឲ្យគាត់ធ្វើត្រីងៀតធ្វើអីហ្នឹងមកថ្ងៃក៏រលុយតែ500រៀលចូលផ្ទះគាត់បានផងអញ្ចឹងគ្រាន់តែឃើញយើងឲ្យលុយគាត់ទៅទិញត្រីងៀតយកមកលក់ក្នុងតម្លៃទីផ្សារគាត់អណាស់ទៅហើយបាទគាត់ចំណេញធ្វើម្ដងគាត់ចំណេញត្រឹមតែ4-50000រៀលហ្នឹងគាត់អណាអខ្លាំងមែនទេណាបងហើយអញ្ចឹងពុកបងប្អូនមិនខ្ញុំជឿថាមិនដែរសួរនាំទេតែអាអ្នកដែលសួរហ្នឹងភាគច្រើនអត់ទេមានពីរទី1អ្នកសួរហ្នឹងមិនដែលជួយគឺថាចាំតទៅនឹងទី2គឺជាពពួកថៃណាដែលវាបង្កើត account คล้ายហ្នឹងដើម្បីចាំមកបំបែកសាមគ្គីភាពរបស់ប្រជាជនយើងអញ្ចឹងសូមកុំឲ្យបែកបាក់សាមគ្គីគ្នាឲ្យសោះបាទតោះឥឡូវចូលមកប្រែបញ្ចប់បន្តិចសិនបាទបន្តទៀត CNA កញ្ញីលោកត្រាំចូលរួមមតិរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសៈភួងកេតកៅកាលពីថ្ងៃច័ន្ទបានប្រកាសពីការចរចាជាមួយកម្ពុជាបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងកូឡាឡាំពួរជាមួយនឹងសហការីរបស់លោកមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានដែលកម្ពុជាក៏ជាសមាជិកផងដែរប៉ុន្តែនៅក្នុងលិខិតផ្ញើទៅកាន់សមាភិកីថៃលោកណត្តផុនណផនិតរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកទាសីហាបានស្នើសុំឲ្យកិច្ចប្រជុំធ្វើឡើងនៅទីក្រុងកូឡាឡាំពួរដោយសារមូលហេតុសន្តិសុខលោកទាសីហាបានសរសេរក្នុងលិខិតដែល AFP ទទួលបានកាលពីថ្ងៃអង្គារថាដោយសារតែការប្រយុទ្ធគ្នាដែលកំពុងបន្តតាមបណ្ដោយព្រំដែនកិច្ចប្រជុំនេះគួរតែត្រូវបានធ្វើឡើងនៅក្នុងទីតាំងដែលមានសុវត្ថិភាពនិងអព្យាក្រឹតរដ្ឋមន្ត្រីការពារជាតិថៃបានប្រាប់អ្នកសារព័ត៌មានថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនលើកមុនត្រូវបានធ្វើឡើងនៅក្នុងខេត្តកោះកុងប្រទេសកម្ពុជាដូច្នេះវាដល់វេនថៃធ្វើជាម្ចាស់ផ្ទះហើយដោយបន្ថែមថាមិនមានអ្វីត្រូវខ្លាចនោះទេព្រោះជនជាតិថៃអាចបែងចែករវាងបញ្ហាយោធានិងបញ្ហាការទូតបានលោកណត្តផុនណផនិតបាននិយាយថាកងកម្លាំងថៃនឹងបន្តប្រយុទ្ធដរាបណាកម្ពុជានៅតែបន្តដោយសារការប្រយុទ្ធគ្នាដែលបានអូសបន្លាយស្ទើរពេញមួយព្រំដែនរហូតមកដល់ពេលនេះមានភាពស្ងប់ស្ងាត់តែនៅតែក្នុងផ្នែកខ្លះនៃខេត្តចំនួន2ប៉ុណ្ណោះក្រសួងការពារជាតិកម្ពុជានិយាយថាកងកម្លាំងថៃបានបាញ់ផ្លោងមកលើទីក្រុងប៉ោយប៉ែតនិងបានទម្លាក់គ្រាប់បែកនៅក្នុងផ្នែកខ្លះនៃខេត្តព្រះវិហារកាលពីថ្ងៃអង្គារកាលពីខែតុលាប្រធានាធិបតីអាមេរិកគឺលោកដូណាល់ត្រាំបានគាំទ្រសេចក្តីថ្លែងការណ៍រួមរវាងខេត្តថៃនិងកម្ពុជាដោយលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗបន្ទាប់ពីពួកគេបានព្រមព្រៀងគ្នានៅក្នុងទីក្រុងកូឡាឡាំពួរដើម្បីពន្យាបត់ជប់បាញ់របស់ពួកគេប៉ុន្តែថៃបានផ្អាកកិច្ចព្រមព្រៀងនោះនៅក្នុងខែបន្ទាប់ពួកបងប្អូនឃើញទេកន្លែងនេះក៏ CNA គេនិយាយថាថៃគឺជាអ្នកផ្អាកកិច្ចព្រមព្រៀងមិនមែនកម្ពុជាដាក់ប៊ីនទេណាពុកម៉ែបងប្អូនពិភពលោកឥឡូវគេមើលឃើញច្បាស់ហើយអំពីទង្វើរបស់ថៃណាបាទតទៅទៀតកាលពីថ្ងៃច័ន្ទលោកត្រាំបានលើកឡើងម្ដងទៀតអំពីជម្លោះរវាងកម្ពុជានិងថៃថាជាសង្គ្រាមមួយក្នុងចំណោមសង្គ្រាមទាំង8ដែលលោកបានដោះស្រាយនៅជុំវិញពិភពលោកបានប្រាប់អ្នកសារព័ត៌មាននៅរដ្ឋធានី Florida ថាថៃកំពុងចាប់ផ្ដើមមានភាពប្រសើរឡើងអ្នកដឹងទេពួកគេបានចាប់ផ្ដើមជាមួយនឹងកម្ពុជាពួកគេបានចាប់ផ្ដើមឡើងវិញប៉ុន្តែខ្ញុំគិតថាយើងបានគ្រប់គ្រងវាឲ្យស្ថិតនៅក្នុងស្ថានភាពល្អមួយដើម្បីឲ្យវាបញ្ឈប់បាទអញ្ចឹងលោកតាមគាត់អត់ភ្លេចអួតទេបាទព្រោះគាត់ជួយមែនតែមានអីថៃវាអត់ខ្វល់ជាមួយនឹងអាមេរិកវានៅតែផ្កើនវានៅតែ
ឬដែលអាមេរិកដែលគ្មានញញើតពីព្រោះថៃនៅពេលនេះបានស្ទង់ស្ថានភាពច្បាស់ហើយអ្នកពុកម៉ែបងប្អូនការវាយប្រហារនៅតាមព្រំដែននេះណាមិនមែនជាការស្រមើស្រមៃរបស់ប្រទេសថៃទេណាគឺជាការដែលវាយលុកដែលមានផែនការច្បាស់លាស់ជាទីបំផុតមួយជំហានដែលពួកថៃធ្វើណាពុកម៉ែបងគឺច្បាស់តែម្ដងមិនមែនជាផែនការដែលទើបតែរៀបមួយថ្ងៃពីរថ្ងៃទេគេរៀបយូរហើយនៅតែចាំដល់ថ្ងៃអនុវត្តទេគេស្ទាបគេស្ទង់អំពីស្ថានភាពពិភពលោកគេមើលឃើញថាឥឡូវនេះអនុត្តរភាពរបស់ពិភពលោកពោលគឺអង្គការសហប្រជាជាតិ UN អត់មានអំណាចអីដាក់សម្ពាធទៅលើប្រទេសណាមួយទៀតបានទេនៅពេលដែលត្រាំក៏ដកជំនួយចាញ់អញ្ចឹងហើយបានថៃហ៊ានក៏ក្លឿនជាមួយនឹងពិភពលោកទោះបីជាចិនមកចាប់ក៏មិនជាប់អាមេរិកមកចាប់ក៏មិនជាប់អាស៊ានមកចាប់ក៏មិនជាប់អឺរ៉ុបសំណូមពរក៏មិនជាប់សិង្ហបុរីវៀតណាមមកឡើងអស់ហើយបាទមកចាប់ទាញអំពាវនាវហើយក៏អត់ជាប់ពីព្រោះថៃបានស្ទាបស្ទង់ស្ថានភាពនិងធ្វើការវិយតម្លៃស្ថានភាពរួចរាល់អស់ហើយតែកម្ពុជាយើងឯនេះទៅវិញទេយើង slow យើងមិនចង់មានចំនួនជាមួយគេទើបបានយើងនេះផ្ដោតទៅលើតែការអភិវឌ្ឍសេដ្ឋកិច្ចហើយនៅពេលដែលយើងផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចវាធ្វើឲ្យសេដ្ឋកិច្ចយើងវារីកចម្រើនពិតមែនពុកម៉ែបងប្អូនវារីកចម្រើនមែនជាក់ស្ដែងគឺសេដ្ឋកិច្ចស្រុកខ្មែរគឺរីកចម្រើនប្រសើរពីជាលំដាប់ពីមួយត្រីមាសទៅមួយត្រីមួយឆ្នាំទៅមួយឆ្នាំតែដល់ពេលថៃគេឃើញចឹងអូអត់ឲ្យប្រទេសនេះរីកចម្រើនបានទេកាលណាប្រទេសកម្ពុជាខ្លាំងភ័យហើយបាទដេកមិនសុខទេព្រោះមនុស្សចំណែនគេវាអញ្ចឹងឯងចឹងហើយទើបបានគេសង្គ្រប់យើងមិនឲ្យយើងងើបរួចណាអរគុណណាស់ឥឡូវសម្រាប់សារព័ត៌មាននេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងសិនទៅចុះកុំឲ្យវែងឆ្ងាយពេកហើយយើងនឹងមានសារព័ត៌មានផ្សេងទៀតដើម្បីបកប្រែជូនពុកម៉ែបងប្អូនចឹងបើសិនជាក្នុងព័ត៌មាននេះខ្ញុំនិយាយទៅលើសលួសខាត់ខុសឆ្គងសូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនហើយជួបគ្នាជាមួយនឹងសង្ឃឹមនៅវីដេអូក្រោយសូមអរគុណច្រើនសូមជម្រាបលានិងមានសុវត្ថិភាពទាំងអស់គ្នា